សូមចម្រើនពរដល់ញោមបាសិកាអេភីគឹមហើយនឹងសូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ទាំងក្នុងក្រៅប្រទេសពិសេសគឺញាតិញោមនៅសហរដ្ឋអាមេរិកថ្ងៃនេះគឺថ្ងៃ21ខែ5ឆ្នាំ2026ខ្ញុំគណៈអាត្មាភាពបាននិមន្តបណ្ដល់វត្តកាយាគុំកាយាសុខសន្ទុកខេត្តកំពង់ធំតាមរយៈការងារសមាគមពុទ្ធសាសនាជួយសង្គ្រោះខ្មែរដឹកនាំដោយលោកគ្រូវិនយៈថេរមហាយនឿនគង់នៅសហរដ្ឋអាមេរិកហើយក្នុងនោះការនិមន្តមកក្នុងប្រទេសកម្ពុជាដើម្បីទៅបំពេញកិច្ចការងារមនុស្សធម៌នៅទូទាំងប្រទេសហើយការបំពេញកិច្ចការងារនៅទូទាំងប្រទេសគឺក៏បានមាននៅក្នុងទីនេះគឺមានសទ្ធារបស់ញោមមហាបាសិកាឲ្យមកបំពេញទានជូនដល់ញាតិញោមដែលធ្វើការងារនៅក្នុងទីនេះគឺវត្តកាយាមកគឺលោកយាយដាំបាយក៏មានលោកយាយដាំបាយហើយនឹងលោកយាយ2នាក់ទៀតនេះឥឡូវនេះខ្លាចជាចុងភៅអ្នកទទួលបន្ទុកលើកិច្ចការងារទាំងអស់ទូទៅខាងផ្នែកចុងភៅចង្ហាន់ប្រសង់ថ្ងៃហើយនឹងព្រឹកភេសជ្ជៈផងឥឡូវនេះគឺក្រោយពេលដែលលោកយាយដាំបាយតែគាត់ឈឺគាត់នៅក្នុងវត្តបម្រើប្រសង់មិនកើតគាត់ជើញទៅនៅផ្ទះសម្រាប់ផ្ទះឬព្រឹកមិញបាត់មកបានជួបគាត់ហ្នឹងគឺគាត់ថាហត់លំបាកតែគាត់ចង់មកវត្តវិញតែបើចង់យ៉ាងណាតែសុខភាពមិនបានក៏មិនអនុញ្ញាតឲ្យគាត់បានមកដល់វត្តរស់នៅវត្តឬក៏បម្រើប្រសង់បានដូចមុនទៀតដែរហើយទន្ទឹមនឹងការដែលมันមានអ្នកបំពេញកិច្ចការងារក៏មានលោកយាយ2នាក់នេះមិនពោមួយឈ្មោះយាយកុលហើយមួយទៀតឈ្មោះយាយសូនហើយលោកពូម្នាក់ទៀតគាត់ជាគណៈកម្មការវត្តពីដើមគាត់ធ្លាប់ប្រគេនដីសម្រាប់ធ្វើសាលារៀនមិនពោនៅខាងកើតសាលាពុទ្ធិកបឋមសិក្សាវត្តកាយាហ្នឹងគឺបានលោកពូមិនមែនតែគាត់ម្នាក់ទេគឺមានញាតិញោមផ្សេងទៀតប៉ុន្តែឥឡូវហ្នឹងលោកពូគាត់ពីក្រោយពេលដែលគ្រួសារគាត់បានចែកឋានទៅហើយកូនចៅអីរៀបចំទុកដាក់អស់ឥឡូវគាត់បានជិះមកវត្តរយៈពេល1ឆ្នាំហើយមិនពោអត់ដល់ឡែកនៅទីនេះមកមិនចំបានពោអីវែងឆ្ងាយទេបានពោដល់ញោមមហាបាសិកាអេឆៃគឹមដែរពោតាមរយៈសទ្ធានឹងការយកចិត្តទុកដាក់ពីញោមបានផ្ញើបច្ច័យនេះឲ្យអាត្មាដើម្បីអាត្មាបានបំពេញការងារជាពិសេសគឺជូនចំពោះលោកយាយ2នាក់ក្នុងម្នាក់$50បានពោហើយមកដូចជាបច្ច័យខ្មែរនេះគឺជូនចំពោះលោកយាយរាប់មើលពោ100000ហើយនេះ100000នេះ200000រាប់មើលពោគ្រប់ទេគ្រប់អញ្ចឹងហើយស្មើ$50ហើយ$50ទៀតគឺនេះជូនលោកយាយនេះបើលោកយាយក៏អត់មានកូនទេអត់មានកូនចៅមានអីទេ200,000ដែរស្មើ50ក៏ហើយលោកយាយគាត់ណាមកនៅវត្តបម្រើប្រសង់ធ្វើចង្ហាន់បន់ជូនផងមានចៅប្រហែលយាយ4បានចៅ4ហ្នឹងណាព្រា2អង្គក៏ព្រា2អង្គ2អង្គហ្នឹងក៏ព្រាអត់ម៉ែអត់ឪទាំងអស់ឬក៏យ៉ាងម៉េចឪនៅបានឪគេបានប្រពន្ធហើយគេអត់មានគិតគូផងលើកណាមិនអីទេអានិយាយនឹងវត្តហើយណាហើយ$10ទៀតថ្មជូនលោកពូលោកពូនេះ40000រៀលបាទមកអរគុណញោមចំពោះសទ្ធាចិត្តថ្លារបស់ញោមមហាបាសិកានិងកូនចៅទាំងអស់ដែលបានចំណាយនៅធនធានបច្ច័យដែលកើតមកអំពីការប្រឹងប្រែងរកស៊ីទទួលទានតាំងពីក្មេងហើយឥឡូវនេះញោមរីថៃញោមយកថវិកាបច្ច័យដែលខំប្រឹងប្រែងទាំងអស់នេះយកមកបញ្ចេញទៅជាថានាំយកនៅស្បៀងនាំយកនៅទ្រព្យចេញពីឃ្លាំងយកចេញពីកន្លែងតំបន់ដែលដោយព្រះសម្មាសម្ពុទ្ធសម្ដែងថាផ្ទះគឺជានគរកាយប្រៀបបានបីដូចជាភ្លើងដែលកំពុងតែឆេះហើយបើជនទាំងឡាយណាដែលនាំយកនៅទ្រព្យនឹងចេញពីផ្ទះភ្លើងឆេះបានទ្រព្យនឹងនៅជាប្រយោជន៍ពពោធិសត្វកាលនៅជាសមិទ្ធបណ្ឌិតគឺលះបង់ទ្រព្យក្រោយពេលដែលឪពុកហើយនឹងជីតាសិតតែជាសទ្ធិបានស្លាប់ទៅលោកទទួលមរតកជាមហាសេដ្ឋីលោកពិចារណាថាតាយាយឪពុករបស់ខ្ញុំហ្នឹងមិនបានចាយទ្រព្យឲ្យបានល្អទេគាត់យកទ្រព្យទៅបោះចោលចំណែកខ្ញុំនឹងយកទ្រព្យហ្នឹងទៅកប់ទុកនិងរក្សាទុកអញ្ចឹង
សមេធៈបណ្ឌិតលោកក៏យកលុយយកទ្រព្យសម្បត្តិមាសប្រាក់កែវកងទាំងអស់ហ្នឹងដាក់ថ្វាយទៅរាជការទៅអង្គព្រះមហាក្សត្រហើយប្រកាសឲ្យប្រកាសទៅប្រជានរាស្ត្រនៅក្នុងនគរហ្នឹងអ្នកណាចង់បានអីក៏យកទៅចង់បានមាសយកទៅខ្សែកយកទៅស្អីក៏យកទៅលះបង់ទាំងអស់ហើយលោកក៏សម្រេចប្រតិទៅសាងប្រភ្នោះបួសជាតាបោះរហូតដល់ចុងក្រោយបានសម្រេចឈានសម្រេចឈានបានទៅលើកដីកសាងផ្លូវថ្វាយចំពោះព្រះសម្មាសម្ពុទ្ធព្រះនាមទីបង្គរព្រះអង្គក៏ព្យាករណ៍ថាតាបោះនេះនឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធព្រះនាមព្រះសមណគោតមបរមគ្រូជាអម្ចាស់នៃយើងបច្ចុប្បន្ននេះគឺអ្វីដែលការលះនៅទ្រព្យនាំនៅស្បៀងរបស់ខ្លួននឹងយកទៅកប់ទុកនៅក្នុងកំណប់នៃបនថាជាកំណប់បញ្ញនិធិហើយជាចុងក្រោយនោះសូមអញ្ជើញលោកយាយកលអ្នកដាំបាយនេះចុងភៅមហោបហើយខាងលោកយាយខ្នេះគាត់ខាងលាងចានណាគាត់ទាំងចានហើយបុកបន្លែបេះបន្លែហើយធ្វើអីផ្សេងហើយលោកពូគាត់ជួយហើយជាគណៈកម្មការវត្តគាត់មកជួយបោសជ្រះសម្អាតហើយមើលដើមឈើហើយមើលចៅណេនលោកអាពាតឬលោកគ្រុនឬក៏លោកមន្ត្រីអីយ៉ាងនេះចេះជួយមើលគ្នាបានពរចឹងអរគុណណាស់ហើយសូមនិយាយឲ្យពរតិចទៅផងខ្ញុំកណាឲ្យពរដល់ទៅយាយឆៅគឹមសូមឲ្យមានពិធីនៃជូនកណានេះឲ្យបានក្តីសុខក្តីចម្រើនសូមនិយាយទៅទីណាកន្លែងណាក៏សូមឲ្យយាយឲ្យបានក្តីសុខក្តីចម្រើនឲ្យលោកតាជាដូនជាតាមេត្តាពីសណានៃចែកឋានទៅទាំងប្រមាណនឹងក៏សូមងាកក្រោយឲ្យពរយាយនេះឲ្យបានក្តីសុខក្តីចម្រើនឲ្យបានជាជំនះឈ្នះគ្នាទៅត្រូវមកពីមុំឡងទៅត្រូវមកពីខ្នល់លេខឲ្យក្តីប្រាថ្នាយ៉ាងណាឲ្យជួបទៅនឹងពុទ្ធសង្ឃព្រះអង្គនៃលោកយាយទាំងព្រះអង្គទៅទីណាកន្លែងណានឹងក៏ឲ្យបានសុខចម្រើនអរគុណច្រើនណាស់បងប្អូនហើយអញ្ជើញយកថវិកាចាត់ចែងប្រើការតាមការគួរចោះកណាក្របនោះ